Đầm lai miết thật thực nông đầm lai thếในក្នុងថ្ងៃនេះរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំមកអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី7ខែមិថុនាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជាងរាល់ថ្ងៃសូមបងប្អូនជួយ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទសម្រាប់តម្លៃមាសនៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍នេះផងដែរតម្លៃមាសគឺស្ថិតនៅក្នុងតម្លៃថេរដោយសារថាទីផ្សារអន្តរជាតិនឹងបានបិទមិនឲ្យធ្វើការទិញលក់ក៏ដូចជា trade មាសហើយនឹងប្រាក់នោះទេហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនៅក្នុងព្រឹកនេះគឺមាសស្ថិតនៅក្នុងតម្លៃ$4,327ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,213ក្នុង1តម្លឹងឬស្មើនឹង$521ក្នុង1ជីផងដែរបាទចំណែកតម្លៃប្រាក់វិញក៏ស្ថិតនៅក្នុងតម្លៃថេរផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$67ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$80ក្នុង1តម្លឹងឬស្មើនឹង$8ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមហ្នឹងគឺស្មើនឹង$2,152ក្នុង1គីឡូក្រាមផងដែរបាទយើងចាំមកតាមដានមើលថាតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចនឹងធ្វើការធ្លាក់ចុះបន្ថែមទៀតដែរឬទេឬក៏មានការងើបឡើងមកវិញនៅក្នុងថ្ងៃច័ន្ទស្អែកនេះហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយជម្រាបលាបាទ